ប្រវត្តិប្រាសាទនាគពន្ធប្រាសាទនាគពន្ធមានឈ្មោះដើមថាប្រាសាទរាជស្រីត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7នៃចុងសតវត្សទី12ប៉ុន្តែគេស្គាល់ជាទូទៅថាជាប្រាសាទនាគពន្ធតាមការបកស្រាយអំពីស្រះទឹកនិងប្រាសាទជាធាតុផ្គុំគ្នានៅប្រាសាទនាគពន្ធបានបង្ហាញយ៉ាងជាក់ច្បាស់នៅក្នុងសិលាចារឹកជាភាសាសំស្ក្រឹតនៃប្រាសាទព្រះខ័នថាប្រាសាទនាគពន្ធជាកោះដ៏ប្រសើរឧត្តមនិងមានសោភ័ណភាពដោយសារស្រះទឹកសម្រាប់ដុសលាងជម្រះកាយសាសនឹងដែលបានមកដល់ទីនេះហើយប្រើប្រាស់ទូកសម្រាប់ឆ្លងមហាសាគរនៃជីវិតនៅក្នុងផ្នែកមួយនៃអត្ថបទរបស់លោកជីតាខ្វាន់បានឲ្យដឹងថានៅទិសខាងជើងកំពែងនគរចម្ងាយប្រមាណ5លីមានប្រាសាទមាសរាង4ជ្រុងនិងមានបន្ទប់ថ្មជាច្រើនរយហើយនៅក្នុងនោះគេឃើញមានរូបព្រះពុទ្ធមាសរូបសិង្ហមាសរូបដំរីរូបតាវរូបសេះនិងវត្ថុដទៃផ្សេងទៀតធ្វើអំពីស្ពាន់ច្រើនឥតកណនាប្រាសាទនាគពន្ធត្រូវបានសាងសង់អំពីថ្មភក់ស្ថិតនៅចំកណ្ដាលបារាយណ៍ខាងជើងមានឈ្មោះថាជ័យតដានឬវារាជតដានបារាយណ៍នេះមានទំហំ 3500 ម៉ែត្រគុណ 900 ម៉ែត្រសប្តាហ៍ថ្ងៃមានផ្លូវចេញចូលទៅទិសខាងជើងប្រាសាទនាគពន្ធមានទីតាំងស្ថិតនៅក្នុងភូមិលៀងដៃឃុំលៀងដៃស្រុកអង្គរធំខេត្តសៀមរាបប្រាសាទនេះត្រូវបានសាងសង់នៅលើកោះទំហំ350ម៉ែត្រ4ជ្រុងដែលមានស្រះសន្សំទឹកបរិសុទ្ធ4ដោយរៀបចំឲ្យមានជាសញ្ញាលេខបងជានិមិត្តរូបនៃសញ្ញាមន្ទីរពេទ្យប្រាសាទនេះមានរូបចម្លាក់4ទិសសម្រាប់ជាតំណាងឲ្យធាតុទាំង4គឺធាតុដីតំណាងដោយរូបចម្លាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើនធាតុភ្លើងតំណាងដោយរូបចម្លាក់ក្បាលតាវស្ថិតនៅទិសខាងត្បូងធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះស្ថិតនៅទិសខាងលិញធាតុទឹកតំណាងដោយរូបចម្លាក់ក្បាលដំរីស្ថិតនៅទិសខាងជើងរូបកាយនៃសត្វលងផ្សំឡើងដោយធាតុ4គឺធាតុដីធាតុភ្លើងធាតុខ្យល់និងធាតុទឹកហើយសត្វលោកដែលមានជំងឺតែងតែបាត់បង់នៅធាតុណាមួយនៃធាតុទាំង4នៅពេលគេពិនិត្យឃើញថាអ្នកជំងឺខ្វះធាតុណាមួយនៃធាតុទាំង4គេតម្រូវឲ្យអ្នកជំងឺនោះទៅទទួលការព្យាបាលជំងឺស្របតាមធាតុនៃទិសទាំង4គេពិនិត្យឃើញមានចម្លាក់សេះថ្មមួយក្បាលដែលមានមនុស្សជាច្រើនអោបព័ន្ធមានរឿងនិទានមួយថាមានវងមនុស្សប្រុសមួយក្រុមបានជិះសំពៅឆ្លងមហាសាគរហើយបានជួបនឹងយក្ខិនីកំណាចមួយវាបានបង្កព្យុះភ្លៀងធ្វើឲ្យសំពៅលិចលង់នាយសំពៅនោះឈ្មោះសេមហាក៏បានបន់ស្រន់អស់ទេពតាឲ្យជួយដោយសារបារមីព្រះពោធិសត្វលោកេស្វរៈព្រះអង្គបានប្រមាលមើលឃើញមនុស្សកំពុងជួបភ័យអន្តរាយពេលនោះទ្រង់ក៏ប្រើឲ្យអាមាត្យមួយអង្គខ្លាចជាសេះបាឡាហៈទៅជួយអ្នកលិចលង់សំពៅនោះអ្នកលិចលង់ទាំងឡាយក៏បានតោងនឹងកន្ទុយសេះហើយសេះនោះក៏បាននាំពួកគេមកដល់ត្រើយបានសុខសាន្តតទៅ